ពេលព្រឹកនៅភ្នំពេញឬអាគារដើម្បីការពារទីក្រុងគាត់គឺជាអ្នកបោះពូថៅហោះដែលមានអំណាចពិសេសនៅពីក្រោយតើសត្រូវត្រូវបានមកដល់ហើយទីហ៊ានសត្រូវលេចឡើងនៅតាមផ្លូវជាមួយកំភ្លើងជនស៊ីវិលរត់គេចខឿនដោយភ័យខ្លាចផ្សែងហុយឡើងកំពុងរត់មកវីរបុរសចាប់ផ្ដើមចុះមកការពារទីក្រុងលោតពីលើដំបូលផ្ទះក្នុងចលនាយឺតពូថៅហោះដំបងត្រូវបានគប់វិលជាមួយពន្លឺភ្លើងត្រូវបានបោះចេញសត្រូវបាញ់តបវិញសំឡេងកំភ្លើងរបស់សត្រូវគ្រាប់កំភ្លើងហោះឡើងវីរបុរសបានយកពូថៅចេញមកពីកាប់បំបាក់កំភ្លើងរបស់សត្រូវបានដួលរលំផ្សែងរលត់ទៅសត្រូវចាប់ផ្ដើមចាញ់វីរបុរសឈរដោយមោទនភាពជនស៊ីវិលនៅពីក្រោយគាត់វីរបុរសដើរទៅមុខកាត់ផ្សែងពូថៅដែលកំពុងឆេះអណ្ដែតនៅក្បែរគាត់សត្រូវដែលមានរថពាដែកធួនបានមកដល់ខ្មៅរថពាដែកមានទីហ៊ានជាច្រើនវីរបុរសកាន់ពូថៅហើយដីបែកដោយថាមពលអំណាចរបស់គាត់កំពុងត្រៀមប្រយុទ្ធវីរបុរសបង្វិលនឹងគប់ពូថៅហោះជាច្រើនក្នុងពេលតែមួយសម្ដៅទៅសត្រូវការផ្ទុះយានយន្តសត្រូវត្រូវបានបំផ្លាញខូចខ្ទេចខ្ទីអស់ទាំងស្រុងជនស៊ីវិលលាក់ខ្លួននៅពីក្រោយរថយន្តកំពុងមើលដោយក្តីភ្ញាក់ផ្អើលវីរបុរសធ្លាក់ចុះបង្កើតរលកអំណាចឆក់មានភ្លៀងអគ្គិសនីនៅពូថៅរបស់គាត់មេបញ្ជាការសត្រូវបានបង្ហាញខ្លួនមៀតធំពុញ្ញៈលេចឡើងជាមួយនឹងកាំភ្លើងធំវីរបុរសរៀបរៀងគ្រាប់កាំភ្លើងដោយប្រើពូថៅអ៊ុលបង្កើតជាខែវការពារវីរបុរសនិងមេបញ្ជាការសត្រូវប្រឈមមុខដាក់គ្នាផ្ទៃខាងក្រោយមានភ្លើងឆេះវីរបុរសនិងមេបញ្ជាការសត្រូវកំពុងប្រឈមមុខដាក់គ្នាភ្លើងនិងផ្សែងកំពុងហុយមេបញ្ជាការសត្រូវគួនបាញ់យ៉ាងច្រើនសន្ធឹកសន្ធាប់មកលើវីរបុរសយឺនវីរបុរសបាយខ្លួនតែចំហៀងកិច្ចក្របកំភ្លើងលោតបង្វេវខ្លួនត្រឡប់ចុះឡើងវីរបុរសក៏ពូថៅហក់វិលកាត់ភ្លើងយឺតសម្ដៅទៅរកមេបញ្ជាការសត្រូវនៅចំពីមុខខែលការពារមេបញ្ជាការសត្រូវបានបំបាក់ផ្ទុះកំទេចកំទីត្រូវកូនទាហានវីរបុរសរត់ទៅមុខដោយកណ្ដាប់ដៃភ្លឺចាញ់ចាំងបានវាយប្រហារត្រឡប់ទៅវិញមេបញ្ជាការសត្រូវបានដួលទៅក្រោយផ្សែងខ្មៅហុយឡើងនៅពីក្រោយគាត់វីរបុរសលើកពូថៅទាំងពីរឡើងលើមេឃប្រមូលអំណាចចុងក្រោយរបស់គាត់ការវាយប្រហារចុងក្រោយគាត់បានចោលពូថៅចំមេបញ្ជាការសត្រូវផ្ទុះឡើងសន្តិភាពបានត្រឡប់មកវិញភ្លើងរលត់ទៅភ្លើងទីក្រុងបានវិលត្រឡប់មកវិញបន្ទាប់ពីការប្រយុទ្ធវីរបុរសដើរតាមផ្លូវស្ងាត់ជាមួយនឹងភ្លើងបំភ្លឺទីក្រុងដ៏ភ្លឺចែងចាំងប្រជាពលរដ្ឋចាប់ផ្ដើមចេញមកវិញពីកន្លែងលាក់ខ្លួនហើយញញឹមយ៉ាងស្រស់ស្រាយកុមារកំពុងអបអរសាទរវីរបុរសក្មេងៗគ្រវីដៃដាក់គាត់ដោយមានពន្លឺក្តៅអ៊ុនវីរបុរសលុតជង្គង់ហើយដាក់ពូថៅចុះនៅលើដីដែលមានពន្លឺភ្លឺចាញ់ចាំងរូបថតធំទូលាយនៃទីក្រុងដែលបានជួសជុលឡើងវិញនិងមានផ្លូវថ្នល់ស្អាតវីរបុរសងើយមើលទៅលើមេឃខ្យល់បក់ស្រាលនិងមានពន្លឺលោកខែរះហ្វងស្រមោលងងឹតមួយនៅលើដំបូលផ្ទះនៅមិនឆ្ងាយពីគាត់កំពុងសម្លឹងមើលវីរបុរសមានអារម្មណ៍ថាមានអ្វីមួយកំពុងតាមដានគាត់ក៏ងាកក្រោយរកមើលស្រមោលមូបានរត់យ៉ាងលឿនតម្រាំងឆ្ពោះទៅមុខបាត់ទៅនិងមានមេឃងងឹតវីរបុរសកាន់ពូថៅឲ្យជួបយ៉ាងណានខណៈពេលថ្ងៃលិចភ្លឺចែងចាំងរឿងនេះមិនទាន់បញ្ចប់ទេវីរបុរសដើរឆ្ពោះទៅច្រកទ្វារវត្តចិនបុរាណជង្គៀងក្រហមភ្លឺចែងចាំងអប់ពេលយប់ឈ្មោះប្រាសាទអាចកំបាំងពីរនាក់បានលេចចេញមកដៃមានកាន់លំពេងវែងវីរបុរសអោនក្បាលបន្តិចស្ងប់ស្ងាត់តែប្រុងប្រយ័ត្នគាត់បង្ហាញការគោរពនិងត្រៀមប្រយុទ្ធស្ត្រីអាចកំបាំងបានលេចចេញពីផ្សែងធូបដែលមិនមែនជារូបរាងជាមនុស្សវីរបុរសរៀបរៀងការវេប្រហារស្រមោលវាដោយប្រើពូថៅបង្វិលបង្កើតជាខែលការពារសត្រូវស្រមោលបានបំបែកខ្លួនជាច្រើនចេញពីផ្សែងខ្មៅមកវេប្រហារគាត់វីរបុរសបិទភ្នែកប្រើអារម្មណ៍វិញ្ញាណអំណាចថាតើសត្រូវមួយណាបានពិតប្រាកដវីរបុរសបានគប់ពូថៅដែលមានពន្លឺភ្លឺប៉ះនឹងស្រមោលសត្រូវពិតប្រាកដសត្រូវស្រមោលបានរលាយទៅជាផ្សែងខ្មៅហុយឡើងបាត់ទៅវីរបុរសឈរនៅមុខប្រាសាទក្រោមពន្លឺព្រះច័ន្ទ
កាបសងប្រេងថ្មីទើបចាប់ប្រាំវីរបុរសឈរលើអគារទីក្រុងតូក្យូដែលមានភ្លើងប៉ាណូភ្លីចែងចាំងនិងយន្តហោះទាហានជញ្ជូនចុះមកពីលើមេឃរ៉ូបូតជាច្រើនអ្នកចុះចតពីយន្តហោះគ្មានមនុស្សបើកវីរបុរសបង្វើពូថៅធម្មពលអគិសនីពណ៌ខៀវចាប់ផ្ដើមបញ្ចេញរស្មីមកក្រៅជារវងមនុស្សយន្តលើកកំភ្លើងឡាស៊ែឡើងហើយសាកថ្មតាហ៊ានជញ្ជូនត្រៀមបាំងឡាស៊ែវីរបុរសគប់ពូថៅកាត់មនុស្សយន្ត2គ្រឿងបំបែកតាហ៊ានជញ្ជូនដើរមកវាយប្រហារមនុស្សយន្តផ្ទុះផ្កាភ្លើងដែកហោះចេញពីគ្នាបន្ទាប់ពីគាត់គប់ត្រូវនិងផ្សែងហុយមេយន្តធំមួយបានបង្ហាញខ្លួនរ៉ូបូតយ៉ាក់បោះជំហានទៅមុខដើរមករកវីរបុរសគាត់បានរត់យ៉ាងលឿនសម្ដៅទៅរកមេរ៉ូបូតពីចម្ងាយដើម្បីចូលប្រយុទ្ធគ្នាវីរបុរសបានគប់ពូថៅ2ចូលទៅក្នុងទ្រុងមនុស្សយន្តយក្សនិងមានជាប់ពូថៅមនុស្សយន្តធំបានដួលនៅចំពីមុខវីរបុរសគាត់ឈរនៅក្នុងផ្សែងហុយយ៉ាងអង្អាចបន្ទាប់មកមនុស្សយន្តធំនោះបានក្រោកឈរបានបន្តិចក៏ដួលរលំថយក្រោយវិញវីរបុរសរត់យ៉ាងលឿនឆ្លងកាត់ស្ពានកញ្ចក់និងផ្ទាំងប៉ាណូ Digital ភ្លឺចែងចាំង Drone ហោះគ្មានមនុស្សបើកហោះដេញតាមពីក្រោយវីរបុរស Scan laser ក្រហមគាត់គេចខ្លួនក្រោមផ្ទាំង Hologram កាយវិការរហ័សរហួនក្រវីពូថៃការពីខ្លួនយន្តហោះ Drone បានបាញ់កាំរស្មី laser ស្រោយមកលើវីរបុរសដូចទឹកភ្លៀងចឹងគាត់យកពូថៃបង្វិលបញ្ច្រាស់ laser និងដើម្បីជាខែលការពីខ្លួនគាត់ផងដែរវីរបុរសគប់ពូថៃហះបំផ្លាញយន្តហោះ Drone 3គ្រឿងជ្រុះមកក្រោមហុយផ្សែងខ្មៅមជ្ឈមណ្ឌល AI ភ្លឺចែងចាំងលើអាគារដែលជា Snow AI ធំបំផុតសម្រាប់បញ្ជាគ្រឿងយន្តវីរបុរសសម្លឹងមើល Snow AI នៅចំកណ្ដាលអាគារបានរកឃើញគោលដៅថ្មីមួយមនុស្សយន្តជាច្រើនបានឈរការពារសន្តិសុខនៅជុំវិញ Snow AI ដែលជាធម្មពលធំវីរបុរសកំពុងរៀបចំសម្រាប់សមរភូមិបន្ទាប់ពីការប្រយុទ្ធជាថ្មីកំពុងចាប់ផ្ដើមវីរបុរសបាំងចូលទៅឈរចំកណ្ដាលវេទិកា Snow AI ដែលជាកន្លែងបញ្ជាមនុស្សយន្តអគិសនីយៈបង្កើតឡើងពីពន្លឺ Digital បានបង្ហាញខ្លួនដែលមានធម្មពលខ្លាំងចរន្តអគិសនីផ្លែកបន្ត Digital បានឆក់ព័ទ្ធជុំវិញពួកគេនៅនឹងមួយកន្លែងអគិសនីយៈបង្កើតឡើងពីពន្លឺ Digital បានបាំងធម្មពល laser ដ៏ធំមកលើវីរបុរសបានយកពូថៅបង្កើតជាខែការពារធម្មពល laser នោះតបទៅវិញវីរបុរសបានប្រមូលអំណាចចុងក្រោយលោតហោះឡើងលើខ្ពស់សហធម្មពលគាត់បានក្រវីពូថៅវាយចំអគិសនីយៈបង្កើតឡើងពីពន្លឺ Digital មួយពូថៅមេធម្មពល laser នោះក៏បានរលាយទៅវិញបាត់ប្រព័ន្ធ AI ត្រូវបានបិទដំណើរការទីហ៊ានយន្តការពារ Snow AI ក៏អស់ធម្មពលហើយបានដួលទៅនឹងដីអស់ដែរសន្តិភាពបានត្រឡប់មកវិញម្ដងទៀតវីរបុរសបានឈរនៅលើអាគារដោយមានសេរីភាព